ជំរាបសួរបងប្អូនស្វាគមន៍មកកាន់ការវិភាគតម្លៃហាងឆេងមាសសម្រាប់ធ្វើការជួញដូរប្រចាំថ្ងៃនៅថ្ងៃទី5ខែ12ឆ្នាំ2025ចឹងថ្ងៃនេះថ្ងៃសុក្រចុងសប្តាហ៍ដែលយើងអាចធ្វើការបន្តទៅលើការជួញដូរបាននៅក្នុងសប្តាហ៍ទី1នៅក្នុងខែ12ផងដែរតម្លៃហាងឆេងមាសបច្ចុប្បន្ននេះកំពុងតែស្ថិតនៅក្នុង$4213ក្នុង1អោនដែលស្មើនឹង$5075ក្នុង1តម្លឹងតំបន់ទាបដែលទីផ្សារព្យាយាមនៅក្នុងការចុះមកកាលពីព្រឹកមិញគឺតម្លៃ$4195ក្នុង1អោនឥឡូវនេះគឺបានហោះឡើងខ្ទង់20លេខហើយអញ្ចឹងយើងមើលឃើញកម្លាំងក៏ដូចជាដំណើរទីផ្សារគឺមានទំនោរ up trend អញ្ចឹងគោលដៅធំដែលយើងព្យាករណ៍និងវិភាគឬក៏ជាតម្លៃដែលរងចាំដែលអាចទៅដល់ក្នុងការដើរនៅក្នុងថ្ងៃសុក្រចុងសប្តាហ៍នេះផងដែរគឺអាចស្ថិតនៅក្នុង$4230 $4240ឬក៏តំបន់$4250ក្នុង1អោនតែពិតទៅសរុបជារួមគោលដៅក៏ដូចជាដំណើរទីផ្សារយើងមើលឃើញថាទំនោរ up trend អញ្ចឹងយ៉ាងហោចណាស់ក៏ឡើងទៅដល់តំបន់30ដែរអញ្ចឹងទាំងនេះគឺជាសញ្ញាបង្ហាញអំពីទិសដៅសម្រាប់ឲ្យយើងបើក position សម្រាប់ការទិញនៅក្នុងថ្ងៃនេះផងដែរតម្លៃហាងឆេងមាសបើយើងសរុបជារួមនៅក្នុងលំហូរ4ម៉ោងគឺព្យាយាមដើរសេវ័យច្រើនថ្ងៃមែនទែនអាចថា2ទៅ3សប្តាហ៍ហើយជុំនៅក្នុងតំបន់$4178ទៅតំបន់$4230និងតំបន់$4240ក្នុង1អោនអញ្ចឹងចលនាទីផ្សារគឺវាព្យាយាមចាក់ចេញតែឡើងទៅលើក៏អត់ផុតចុះមកក៏អត់ផុតដែរបងប្អូនជាហេតុមួយដែលព្យាយាមដើរសេវ័យច្រើនមែនទែនហើយយើងបានឃើញទំនោរទីផ្សារដែលព្យាយាមដើរសេវ័យច្រើនបែបនេះគណៈពេលនេះទៅមុខទៀតក៏មិនមានអត្រានៅក្នុងការបន្តដើរ sideways បែបនេះបន្តទៀតដែរគឺនឹងអាចមានភាគរយបើថាឡើងក៏ឡើងច្រើនបើថាចុះក៏ចុះច្រើនដែរនៅក្នុងចលនាទីផ្សារបែបនេះគេហៅថាការបំបែកនៃ structure វាព្យាយាមដើរចាក់ចេញពីតំបន់ដែលទីផ្សារកំពុងតែដើរ sideways នឹងឯងអញ្ចឹងគោលដៅដែលយើងវិភាគនឹងមើលឃើញសម្រាប់ការដើរទៅបន្តទៀតនៅពេលខាងមុខសម្រាប់ការជួញដូរចាប់ពីថ្ងៃនេះទៅគឺដំណើរទីផ្សារមាសគឺមានភាគរយ up trend ឡើងវិញដោយឡែកយើងមកមើលវិញនៅក្នុងតំបន់ low ឬក៏ហៅថាតំបន់ទាបដែលទីផ្សារបានព្យាយាមនៅក្នុងការបន្សល់ជើងទុកគឺតម្លៃ$4175ក្នុង1អោនហើយព្យាយាមចុះមកក៏ចុះអត់ផុតដែរបងប្អូនឃើញនេះគឺជាតំបន់នៃការដើរ structure តូចៗនៃដំណើរទីផ្សារអញ្ចឹងតំបន់ទាបចុងក្រោយមួយទៀតគឺតំបន់$4165ក្នុង1អោនអញ្ចឹងតំបន់ low របស់វាគឺ060ទៅតំបន់07ទីផ្សារអត់បំបែកនៅក្នុងតំបន់ low តំបន់ support ហ្នឹងទេហើយក៏ព្យាយាម pull up ឡើងមកវិញដំណើរនៃ structure ចុងក្រោយដែលកំពុងតែស្ថិតនៅក្នុង$4200ទៅតំបន់$4215នេះគឺជាសញ្ញាបង្ហាញកម្លាំង up trend ឬក៏ហៅថា bullish ទោះបីយើងមើលនៅក្នុងលំហូរ1ម៉ោងក៏ឃើញឡើងលំហូរ4ម៉ោងក៏ឃើញឡើងលំហូរ daily លំហូរប្រចាំថ្ងៃក៏នៅតែមានកម្លាំងឡើងដូចគ្នាផងដែរអញ្ចឹងសម្រាប់បច្ចេកទេសដែលយើងមើលឃើញលំហូរធំសុទ្ធតែឃើញកម្លាំងឡើងបែបនេះគឺជាសញ្ញាមួយដែលខ្ញុំ recommend ជូនបងប្អូនអរគ្នាសម្រាប់ធ្វើការបើក position ទៅលើការទិញឬក៏ព្យាយាមទិញទៅតាមគោលដៅដែលយើងវិភាគឃើញថាកម្លាំងគឺឡើងផងដែរហើយបើយើងចាប់ពីតំបន់ទាប$4175នឹងមានចលនាឡើងមកដល់$4220ហើយចុះមកមួយជើងនៅក្នុងតំបន់នេះបងប្អូនកន្លែងនេះគឺជាសញ្ញាឡើងតែម្ដងឥឡូវខ្ញុំគូសម្ដងទៀតដើម្បីស្រួលមើលនេះបងប្អូនយើងចាប់ទុកថាតំបន់នេះគឺជាតំបន់ start up ឡើងចុះវាបានមកកើត្រឹមតម្លៃ$4220ក្នុង1អោនហើយបានចុះមកមួយជើងលោតមកដល់$4190ក្នុង1អោនអញ្ចឹងទាំងនេះគឺជាតម្លៃទីផ្សារដែលបានប៉ះឡងហើយបង្កើតទៅជាកម្លាំង pull up ឡើងទៅលើទៀតអញ្ចឹងទាំងនេះហើយដែលជាសញ្ញានៃ structure មួយបង្ហាញទិសដៅនៅក្នុងការឡើងហើយបងប្អូនអាចមើលម្ដងទៀតណានៅក្នុងតំបន់$4220ក្នុង1អោននេះគឺជាតម្លៃទីផ្សារដែលបានឡងកាលពីម្សិលមិញអញ្ចឹងចលនាមួយនេះគឺវាព្យាយាមនៅក្នុងការមកបំបែកឬក៏មកកើដូចគ្នាផងដែរបងប្អូនឃើញតម្លៃទីផ្សារដែលមាននៅក្នុងចលនាដែលបង្កើតទៅជាតំបន់កំពូលគឺទីផ្សារព្យាយាមបុកទម្លាយករណីធ្លាយគឺទៅឯងបុកអត់ធ្លាយគឺ down ជាតម្លៃ pull back ឬក៏ break out អញ្ចឹងចលនានៅក្នុងតំបន់មួយនេះគឺវាកំពុងតែព្យាយាមបង្ហាញទិសដៅថាតើវាបំបែកនៅក្នុង$4220នឹងឬក៏ pull back down ចូលមកក្រោមវិញប៉ុន្តែទោះបីជាវា long ក៏ដោយក៏មិនប្រកាសថាវាត្រូវតែ reject high ហើយចុះមកក្រោមច្រើនដែរយើងអាចមើលនៅក្នុងតំបន់$4190ក្នុង1អោននេះបើសិនជាទីផ្សារព្យាយាមនៅក្នុងការ break down ធ្លាយដាច់ពីតំបន់ហ្នឹងទើបទីផ្សារនឹងមានចលនាចុះមកច្រើននៅក្នុងថ្ងៃសុក្រនេះផងដែរប៉ុន្តែបើសិនជាទីផ្សារអត់បុកឧទាហរណ៍ថាវាចុះពីតម្លៃ$4220លោតមកដល់$4195ដែលបុកអត់ធ្លាយពីតំបន់$4190គាត់នេះមានន័យថាចលនាទីផ្សារហ្នឹងក៏អត់ reject high ហើយចុះមកក្រោមច្រើនដែរវានឹងព្យាយាមនៅក្នុងការបុកមកមួយជើងទៀតគឺនឹងទម្លាយនៅតំបន់នេះហើយហោះទៅលើតែម្ដងអញ្ចឹងខ្ញុំអាចចាប់តំបន់កំណត់សម្គាល់ទី1ទី2ទី3ទី4អញ្ចឹងបើសិនជាតំបន់ទី3នេះដែលទីផ្សារព្យាយាមនៅក្នុងការឡើងទៅនៅក្នុងពេលហ្នឹងបើឡើងទៅធ្លាយគឺទៅតែម្ដងប៉ុន្តែបើសិនបើអត់ធ្លាយហើយឡមកចុះត្រឹមកម្រិតតិចតួចត្រឹមតំបន់$4195បងប្អូនអាចមើលកំណត់សម្គាល់ថាតើវាធ្លាយកៅគាត់អត់
បើធ្លាយកែគុតអាហ្នឹងគឺអូខេអាចមកក្រោមទៀតនៅក្នុងថ្ងៃសុក្រនេះតែបើអត់ធ្លាយទេឡងទៅមួយជើងវិញហ្នឹងគឺនឹងធ្លាយនៅតំបន់ទី4ដែលខ្ញុំចាប់នៅក្នុងតំបន់នេះហោះឡើងទៅលើវាទៅរហូតតែម្ដងពីព្រោះតម្លៃគោលដៅនៃដំណើរទីផ្សារដែលអាចទៅដល់គឺតំបន់$4240ក្នុង1អោនឬក៏តំបន់$4250ក្នុង1អោននៅក្នុងចលនានៃដំណើរទីផ្សារនេះផងដែរគឺយើងអាចព្យាយាមរកឱកាសទិញបើសិនជាយើងបើក position sale នៅក្នុងតំបន់ low ទាំងអស់នេះខ្ញុំគិតថារៀងអត់សូវល្អទេតែបើសិនជាយើងរកឱកាសទិញគឺល្អទោះបីជាយើងទិញយើងអាច take ត្រឹមតំបន់5លេខ7លេខ15លេខអីគឺនឹងអាចព្យាយាមការកាត់នៅផលចំណេញបាននៅក្នុងទម្រង់ដូចគ្នាចុះទៀតទិញហើយចំណេញគឺកាត់ហើយរងចាំឲ្យតម្លៃទីផ្សារចុះមកបន្តទៅលើការទិញទៀតមានន័យថាព្យាយាមបើកតែ position ទិញអញ្ចឹងឱកាសចំណេញគឺនឹងមានច្រើនសម្រាប់ការជួញដូរបែបនេះអញ្ចឹងខ្ញុំបានជម្រាបជូនណាតំបន់ដែលយើងកំណត់សម្គាល់ធំសំខាន់ជាងគេថាតើតម្លៃទីផ្សារនៅតំបន់$4220ក្នុង1អោននេះវា break out បើ break up គឺទៅលើទៀតអត់ចុះទេហើយបើសិនជាវា pull back long ចុះមកក្រោមវិញជាតម្លៃដែលយើងកំណត់សម្គាល់នៅតំបន់$4190ក្នុង1អោននេះថាតើវា break down អត់បើ break down គឺចុះបើអត់ break down ទេlong មានន័យថាចលនាទីផ្សារនៅតែមានគោលដៅនៅក្នុងការឡើងផ្ដាច់ពីតម្លៃ$4220លោតទៅតំបន់$4240ឬក៏តំបន់$4250ក្នុង1អោនតម្លៃហាងឆេងមាសសម្រាប់ធ្វើការទិញលក់នៅថ្ងៃទី5ខែ12ឆ្នាំ2025តំបន់ទី1យើងអាចទិញនៅ$4190គត់និងតំបន់ទី2គឺ$4180គត់និងតំបន់ទី3គឺ$4169ក្នុង1អោនតំបន់ដែលយើងរងចាំលក់អាចលក់ escape លក់ខ្លីៗបានកុំព្យាយាមលក់ទាញផលចំណេញវិញអីដោយសារតែតម្លៃទីផ្សារគឺឡើងបន្តឡើងច្រើនហើយនឹងឡើងបន្ថែមទៀតផងដែរអញ្ចឹងតំបន់ទី1យើងអាចលក់បាននៅ$4221ក្នុង1អោននិងតំបន់ទី2គឺ$4232ក្នុង1អោននិងតំបន់ទី3គឺ$4243ក្នុង1អោនតាមការវិភាគនិងការព្យាករណ៍នៃតម្លៃទីផ្សារមាសឬក៏ដំណើរទីផ្សារមាសសម្រាប់ធ្វើការជួញដូរនៅក្នុងថ្ងៃទី5នេះគឺទំនោរ up trend អញ្ចឹងយើងអាចធ្វើការព្យាយាមនៅក្នុងការទិញទៅតាមលំហូរដែលមើលឃើញនៅក្នុងការដែលទីផ្សារព្យាយាមឡើងផងដែរអញ្ចឹងអ្វីដែលខ្ញុំបានវិភាគនិងសង្ខេបជាច្រើននៅក្នុងលំហូរ1ម៉ោងហើយក៏បានប្រាប់បងប្អូនទាំងគ្នាអំពីទិសដៅលំហូរ4ម៉ោងនិងលំហូរ1ថ្ងៃដូចគ្នារួចរាល់ហើយនៅក្នុងមុននេះមិញអញ្ចឹងទាំងនេះគឺជាការវិភាគបច្ចេកទេសនៃដំណើរទីផ្សារមាសក៏ដូចជាចលនានៃការជួញដូរសម្រាប់ថ្ងៃទី5នេះផងដែរអញ្ចឹងសម្រាប់ការអាប់ដេតមានតែប៉ុណ្្នឹងទេក៏ជូនពរបងប្អូនទាំងគ្នាធ្វើការទិញលក់ហាងឆេងមាសទទួលបាននូវផលចំណេញច្រើនទាំងអស់គ្នា